ដើម្បីឲ្យអ្នកដទៃនឹកឃើញយើងឬមានភាពចាប់អារម្មណ៍ចំពោះយើងយើងក៏អាចអនុវត្តតាមប៉ុន្មានវិធីនេះដែលមានដូចខាងក្រោម 1. បង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនដែលធ្វើឲ្យគេដឹងថាយើងមានតម្លៃហើយអាចជួយដល់គេឬមានអ្វីខ្លះខុសពីមនុស្សដទៃ 2. បង្កើតអំណោយចងចាំល្អៗមិនថាជាស្នេហាមិត្តភាពឬសហការឡើយត្រូវមានពេលវេលាដែលធ្វើឲ្យគេមិនអាចបំភ្លេចយើងបាន 3. ព្យាយាមធ្វើឲ្យខ្លួនមានសុភាពរាបសារនិងអំណោយផលការស្ដាប់គេប្រើពាក្យសមរម្យនិងជួយគេពេលមានបញ្ហាឬក៏ទុក្ខលំបាកណាមួយ 4. កុំធ្វើឲ្យគេពិបាកចិត្តពេក ទី 5 រក្សាតម្លៃរបស់ខ្លួនយើងផ្ទាល់គឺការអភិវឌ្ឍខ្លួនឯងមិនថាចំណេះដឹងឬមុខចំណេះជំនាញណាមួយឡើយបើសិនជាយើងធ្វើល្អហើយជោគជ័យគ្រប់ទីកន្លែងនោះគេប្រកាសជាឮឈ្មោះយើងហើយនឹងនឹកឃើញយើងជាមិនខានគឺមានន័យថាយើងត្រូវបង្កើតការចងចាំណាមួយដ៏ល្អបំផុតមិនថារឿងណាមួយកិច្ចការណាមួយឬសាងស្នាដៃអ្វីមួយដើម្បីឲ្យគេស្ងើចសរសើរហើយនឹកឃើញយើងសម្រាប់អត្ថបទនៅខាងលើនេះបងប្អូនអាចយកទៅអនុវត្តបានហើយនេះគឺជាពាក្យណែនាំសង្ខេបខ្លីសម្រាប់ធ្វើឲ្យគេនឹកឃើញយើងក្នុងបរិបទទាំង3 1. ស្នេហាធ្វើឲ្យគេមានអារម្មណ៍ពិសេសនៅពេលដែលយើងបាននៅក្បែរគ្នាបង្ហាញថាយើងយល់ដឹងអភ័យទោសនិងយកចិត្តទុកដាក់ជាមួយគេ 2. មិត្តភាពយើងអាចជួយគេទាំងពេលសប្បាយឬពេលមានបញ្ហារកពេលណាមួយដើម្បីទំនាក់ទំនងឬផ្ញើសារទុកចិត្តដោយការស្មោះត្រង់ក្នុងទំនាក់ទំនងនោះការជួយយកអាសាគ្នាយល់ចិត្តគ្នាគឺជារឿងដ៏ល្អបំផុតហើយអាចរក្សានូវមិត្តភាពបានល្អទៀតផង 3. សម្រាប់ការងារបង្ហាញសមត្ថភាពនិងភាពទំនួញខុសត្រូវធ្វើឲ្យខ្លួនយើងសំខាន់តាមរយៈការផ្ដល់នូវអត្ថប្រយោជន៍ឬផលប្រយោជន៍ចំពោះគេនិងខ្លួនឯងទាក់ទងជាមួយក្រុមការងារឬអតិថិជនយ៉ាងឥតខ្ជាប់ខ្ជួនអត្ថបទនៅខាងលើឬបរិបទទាំង3ដែលខ្ញុំបានបង្ហាញអំបញ្ញមិញនេះសង្ឃឹមថាបងប្អូននឹងយល់នៅអ្វីដែលខ្ញុំបានចែករំលែកសូមបងប្អូនទាំងអស់គ្នាអនុវត្តតាមអត្ថបទដែលខ្ញុំបានប្រាប់នេះដើម្បីធ្វើឲ្យខ្លួនយើងកាន់តែមានន័យការធ្វើល្អមិនថាអំពើល្អឬកិច្ចការងារឬសាងស្នាដៃអ្វីផ្សេងៗនោះទេមិនត្រឹមតែបានផលប្រយោជន៍ចំពោះខ្លួនយើងនោះទេថែមទាំងបានផលប្រយោជន៍ដល់គេហើយគេក៏អាចនឹកឃើញយើងនៅពេលដែលយើងធ្វើអ្វីមួយដែលល្អសមប្រកបនិងមានតម្លៃជាបំផុតបែបនេះហើយយើងគួររៀនធ្វើអ្វីដែលល្អមានផលប្រយោជន៍ចំពោះខ្លួនឯងនិងអ្នកដទៃនៅពេលដែលយើងធ្វើល្អបានជោគជ័យជារឿងដែលត្រឹមត្រូវប្រកបណាស់ប្រកបជាមានគេនឹកឃើញយើងហើយស្រឡាញ់ចូលចិត្តយើងទៀតផងខ្ញុំបាទក៏សូមអរគុណទៅដល់លោកឪពុកនិងម្ដាយអ៊ំពូមីងបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃចូលរួមស្ដាប់នៅអត្ថបទទាំងនេះពីខ្ញុំបាទ Ken Official សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតផងដែរសូមអរគុណ